បច្ចេកទេសដាំល្ហុងនៅក្នុងផើងល្ហុងមានច្រើនពូជច្រើនប្រភេទណាស់ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគេជួបប្រទះតែពូជពីរប្រភេទប៉ុណ្ណោះគឺពូជល្ហុងលក្ខនិងល្ហុងដំឡូងល្ហុងត្រូវបានប្រជាកសិករនិយមដាំពីព្រោះល្ហុងនៅពេលវាខ្ចីយើងអាចយកវាទៅធ្វើជាម្ហូបដូចជាស្លញ៉ាំបុកឬក៏ធ្វើជាអន្លក់ផ្សេងៗបានទៀតផងហើយនៅពេលដែលទុំវាគឺជាផ្លែឈើដែលមានឱជារសឈ្ងុយឆ្ងាញ់ផ្អែមពិសាមិនតែប៉ុណ្ណោះទេថែមទាំងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ទ្រទ្រង់សុខភាពនិងរូបសម្រស់បានថែមទៀតផងថ្ងៃនេះដែរខ្ញុំបាទនឹងណែនាំលោកអ្នកនៅបច្ចេកទេសដាំល្ហុងបែបថ្មីដោយដាំនៅក្នុងផើងដែលជាវិធីងាយស្រួលមិនចាំបាច់ចំណាយថវិកាច្រើនថែមទាំងចំណេញពេលវេលាទៀតទី1ការបណ្ដុះកូនរៀបចំថ្នាលដែលដីមានជីជាតិឬក៏ថង់ខ្មៅសម្រាប់បណ្ដុះគ្រាប់ល្ហុងយើងព្រោះគ្រាប់ល្ហុងនៅលើថ្នាលនោះហើយយកដីមករោយលុបពីលើសើឲ្យស្ដើងបំផុតដើម្បីឲ្យគ្រាប់ល្ហុងឆាប់ដុះពន្លកឡើងនៅពេលកូនល្ហុងដុះលូតលាស់ត្រូវដកកូនល្ហុងខ្លះចេញទុកតែកូនល្ហុងណាដែលរឹងមាំល្អតែប៉ុណ្ណោះទី2វិធីដាំដុះចាក់ដីដែលមានជីជាតិដោយលាយជាមួយជីធម្មជាតិឬក៏លាមកសត្វឲ្យបានច្រើនតាមដែលអាចធ្វើទៅបានចាក់ចូលទៅក្នុងផើងដំណាំរបស់លោកអ្នកដើម្បីឲ្យល្ហុងដុះលឿនដើមថ្លោសនិងឆាប់ផ្ដល់ផលត្រូវយកអំបែងក្បឿងកប់ទៅក្នុងដីពីក្រោមចំទីតាំងឫសកែវរបស់កូនល្ហុងនៅក្នុងផើងវិធីនេះនឹងជួយធ្វើឲ្យឫសកែវក្រិនប្រៀបដូចជាយើងបានគ្រាវឫសនោះផងដែរម្យ៉ាងបើសិនជាល្ហុងនោះជាល្ហុងឈ្មោលវាក៏អាចនឹងคล้ายទៅជាល្ហុងញីដែរផ្ទុយទៅវិញបើសិនជាយើងទុកឲ្យឫសកែវចាក់ចុះទៅក្នុងដីជ្រៅវានឹងធ្វើឲ្យដើមល្ហុងខ្ពស់ពេលមានផ្លែងាយរលំហើយពេលមានខ្យល់ងាយនឹងបាក់ដើមផងដែរដកកូនល្ហុងពីថ្នាលដោយដាក់ឫសកែវចំអំបែងក្បឿងដែលយើងបានរៀបចំនោះរួចកប់នឹងលុបដីឲ្យជិតវិញដោយសង្កត់ដីជុំវិញកូនល្ហុងឲ្យណែនរួចស្រោចទឹកឲ្យជោគរក្សាទុកផើងកូនល្ហុងនៅទីតាំងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ពិសេសពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមក្រោយដាំរយៈពេល5ទៅ6ថ្ងៃកូនល្ហុងនឹងអាចដុះឫសពង្រឹងដើមបានខ្លះហើយយើងត្រូវបន្តស្រោចទឹកឲ្យបានគ្រប់គ្រាន់និងទៀងទាត់2ដងក្នុងមួយថ្ងៃដើម្បីកុំឲ្យកូនល្ហុងក្រិនទី3ការថែទាំក្រោយដាំដុះហើយយើងត្រូវរកកម្ទេចចំបើងឬក៏ស្លឹកឈើងាប់ផ្សេងមកគ្របគល់ល្ហុងស្រោចទឹកពូនគល់និងជម្រះស្មៅនៅជុំវិញគល់ដើម្បីកុំឲ្យសត្វល្អិតមករស់នៅធ្វើជាជម្រកត្រូវបេះផ្លែល្ហុងចោលខ្លះនៅពេលដែលផ្លែមានច្រើនពេកព្រោះថាយើងទុកឲ្យផ្លែដែលនៅសល់នោះគឺធំល្អបានទី4ការប្រមូលផលជាទូទៅគេអាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ7ទៅ8ខែតែសម្រាប់វិធីដាំល្ហុងនៅក្នុងផើងនេះយើងអាចប្រមូលផលបាននៅពេលដែលល្ហុងមានអាយុតែ4ខែប៉ុណ្ណោះល្ហុងនឹងឲ្យផលច្រើននៅពេលដែលវាមានអាយុពី2ឆ្នាំទៅ3ឆ្នាំចាប់ពីអាយុ4ទៅ5ឆ្នាំល្ហុងនឹងខ្សោយដើមផ្លែផ្កាក៏ថយចុះដូចគ្នាដែរត្រូវកាត់ផ្លែល្ហុងនៅនឹងតងសណ្ដងឲ្យគៀកជិតដើមរួចសឹមកាត់តងដែលនៅសល់វែងនោះចោលវិធីប្រមូលផលបែបនេះទើបត្រឹមត្រូវតាមក្បួនខ្នាត